គោរពទង់ជាតិគោរពសូមពងទេវតាព្រះសមហាក្សត្រយើងឲ្យបានរុងរឿងហើយជ័យមង្គលសូមលាប់បីដុំមួយការពារដើម្បីកម្ពុជាគ្មានព័ត៌មានខ្លាំងយើងនិយាយថាទេចំពោះព័ត៌មានខ្លាំងយើងចែករំលែកតែព័ត៌មានពិតមានប្រភពច្បាស់លាស់សម្រាប់អនាគតនិងការរីកចម្រើនក្នុងសង្គមកម្ពុជាយើងយើងព្រះរាជាណាចក្រកម្ពុជាឯកឧត្តមទេពអាសនារិទ្ធអនុរដ្ឋលេខាធិការអ្នកនាំពាក្យក្រសួងព័ត៌មានតំណាងឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជាឲ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានคล้ายៗដោយធ្វើសកម្មភាពជាឃោសនិកឬអ្នកផ្សព្វផ្សាយដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានคล้ายៗដែលកំពុងយាយីដល់សន្តិសុខព័ត៌មាននិងសណ្ដាប់ធ្នាប់សង្គមការអំពាវនាវនេះបានធ្វើឡើងនៅវិទ្យាល័យទូអំពិលនាព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2026ក្នុងយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗជំហានទី2ដែលមានការចូលរួមពីសំណាក់លោកស្រីប្រធានមន្ត្រីព័ត៌មានរាជធានីភ្នំពេញលោកស្រីតំណាងមន្ត្រីអប់រំយុវជននិងកីឡារាជធានីភ្នំពេញលោកស្រីតំណាងអភិបាលខណ្ឌដង្កោនិងលោកគ្រូអ្នកគ្រូសិស្សសាលាចំនួនជាង2128នាក់ឯកឧត្តមក៏បានមានប្រសាសន៍ថាការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗជំហានទី2នេះមានសារៈសំខាន់ណាស់រួមចំណែកក្នុងការងារព័ត៌មាននិងសាធារណមតិដោយត្រូវផ្ដោតទៅលើការចុះផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្សនៃអនុវិទ្យាល័យនិងវិទ្យាល័យក្នុងរាជធានីខេត្តឲ្យចេះបង្ការនិងការពារខ្លួនពីព័ត៌មានបំពុលសង្គមមន្ទីរព័ត៌មានរាជធានីខេត្តទាំងអស់ត្រូវបំផុសអភិក្រមសុវត្ថិភាពព័ត៌មានដល់យុវវ័យនិងលើកទឹកចិត្តឲ្យពួកគេចូលរួមក្នុងការបង្ការនិងលុបបំបាត់ព័ត៌មានคล้ายៗតាមរយៈការទទួលចំណេះដឹងអក្ខរកម្មព័ត៌មានពីយុទ្ធនាការហើយចូលរួមធ្វើសារជាវីដេអូខ្លីៗដោយខ្លួនឯងដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធទៅនឹងវិធីសាស្ត្រទប់ស្កាត់ព័ត៌មានคล้ายៗតាមបណ្ដាញ Facebook, TikTok និង Telegram ជាដើមឯកឧត្តមអនុរដ្ឋលេខាធិការបានបន្ថែមថាយុវវ័យជាកម្លាំងចលករក្នុងការបង្កើនស្មារតីទទួលខុសត្រូវក្នុងការប្រើប្រាស់និងចែករំលែកព័ត៌មានក្នុងសង្គមដើម្បីរួមគ្នាបង្កើតបរិយាកាស Digital សុវត្ថិភាពនិងគ្មានការបំពុលដោយព័ត៌មានមិនពិតយុវជនមានតួនាទីសំខាន់ក្នុងការរួមចំណែកលើកកម្ពស់អក្ខរកម្ម Digital និងការបង្កើតមាតិកាវិជ្ជមានតបតទៅនឹងឧបាយកលបំពុលសង្គមឯកឧត្តមទេពអាសនារិទ្ធបានបញ្ជាក់ថាបច្ចុប្បន្ននេះក្នុងចំណោមប្រជាជនកម្ពុជាចំនួនជាង17លាននាក់មានយុវវ័យចំនួនប្រមាណ 59% ប្រើប្រាស់បណ្ដាញសង្គម Facebook ខណៈក្រុមយុវវ័យ Gen Z អាយុ14ដល់29ឆ្នាំជាង 30% និយមប្រើប្រាស់ TikTokដូច្នេះវត្តមានរបស់ពួកគេចូលរួមធ្វើជាឃោសនិកឬអ្នកផ្សព្វផ្សាយនិងរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានពិតចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មានដើម្បីជាប្រយោជន៍ដល់សាលារៀនក្រុមគ្រួសារនិងអាចការពារសហគមន៍របស់ពួកគេពីគ្រោះថ្នាក់នៃព័ត៌មានคล้ายៗយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2ក្រោមប្រធានបទពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី18ខែឧសភាឆ្នាំ2026នៅវិទ្យាល័យសម្ដេចហ៊ុនសែនបុរនីវត្តភ្នំក្រោមអធិបតីភាពឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានយុទ្ធនាការជំហានទី2នេះបានបើកទំព័រថ្មីមួយក្នុងការជំរុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សក៏ដូចជាយុវជនកម្ពុជាគ្រប់រូបឲ្យក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាននិងជាកម្លាំងចលករឈានមុខក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗសូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី8ខែមិថុនាឆ្នាំ2026នេះយុទ្ធនាការជំហានទី2បាននឹងកំពុងធ្វើដំណើរទៅតាមបណ្ដាវិទ្យាល័យអនុវិទ្យាល័យក្នុងរាជធានីភ្នំពេញខេត្តព្រះវិហារនិងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា